សាច់គោតកូននេះនិយាយទៅមុខម្ហូបដែលល្បីបានយូរជាងគេបងប្អូនធ្វើញ៉ាំម្ដងហើយចង់តែធ្វើញ៉ាំម្ដងទៀតទេតែថ្ងៃនេះគឺខ្ញុំធ្វើគោកិច្ចវិញម្ដងរសជាតិហ្នឹងនិយាយទៅគឺស្តៀងតែគ្នាទេបងប្អូនគ្រាន់តែថាសាច់គោតកូនគឺយើងមានតែបន្លែតកូននៅមួយមុខតែបើយើងធ្វើគោកិច្ចយើងអាចប្រើជាមួយនឹងបន្លែចម្រុះអញ្ចឹងណាគឺរសជាតិឆ្ងាញ់ដូចគ្នាបងប្អូនរីឯទឹកជ្រលក់វិញគឺយើងអាចធ្វើជាទឹកទៅហូរអញ្ចេះក៏បានឬក៏បានទឹកអំបិលម្រេចទៀតគឺត្រូវដូចគ្នាបងប្អូនចំពោះសាច់គឺខ្ញុំប្រឡាក់ជាមួយនឹងគ្រឿងក្រៅបន្តិចដើម្បីឲ្យសាច់របស់យើងមានជាតិតិចតិចបងប្អូនមានដូចជាប្រេងខ្យងហើយនិងម្សៅស៊ុបចំណែកខ្ទឹមសនិងម្ទេសគឺខ្ញុំបុកថែមដាក់បន្តិចទៀតខ្ញុំច្របល់សាច់នេះចុះឡើងឲ្យសាច់វាចូលសព្វជាតិហើយផ្អាប់វាទុកចោលសិនរួចងាកមកធ្វើទឹកជ្រលក់វិញទឹកទៅហូរនេះគឺខ្ញុំបង្ហាញរៀងច្រើនវីដេអូដែរហើយការធ្វើគឺមានតែប៉ុណ្្នឹងទេបងប្អូនខ្ទឹមសនិងម្ទេសគឺខ្ញុំបុកបែបនេះណាយើងបុកមើលតែខ្ទឹមវាចូលសព្វជាមួយនឹងម្ទេសហើយគឺយើងដាក់សាច់ទៅហូរចូលគឺយើងអត់យកទឹកវាទេចំពោះគ្រឿងផ្សំគឺមានដូចជាប៊ីចេងខ្ញុំដាក់ចូលកន្លះស្លាបព្រាកាហ្វេទឹកដោះគោខាប់គឺយើងអាចលៃលកតាមបរិមាណសាច់ទៅហូរដែលយើងដាក់ធ្វើទឹកជ្រលក់នឹងមកបន្តមកទៀតគឺខ្ញុំច្របាច់ក្រូចឆ្មាចូលចំនួន2ផ្លែកន្លះទឹកឆ្អិនធម្មតាចំនួន2ស្លាបព្រាបាយកន្លះដូចគ្នារួចខ្ញុំកូរគ្រឿងក្រៅទាំងអស់នេះឲ្យវាចូលជាតិជាមួយនឹងសាច់តាហ៊ូហ្នឹងរួចចិត្តចេញមកគឺម៉ាល្មមហ្មងរសជាតិបែបរៀងប្រៃជូរអែមរីឯហឹលវិញបងប្អូនចង់ដាក់ម្ទេសតិចឬច្រើនតាមការចូលចិត្តចំពោះទឹកអំបិលម្រេចហ្នឹងក៏ឆ្ងាញ់ដូចគ្នាដែរបងប្អូនមួយមុខនេះណាចាងាកមកមើលការធ្វើរបស់ខ្ញុំជាបន្តទៀតចំពោះការធ្វើគោកិច្ចនេះគឺខ្ញុំធ្វើរៀងខកបងប្អូនបន្តិចដោយសារតែខ្ញុំដាក់ប៊ឺហើយគឺខ្ញុំថែមខ្ទឹមសនិងម្ទេសដែលខ្ញុំបុកនៅសល់ហ្នឹងយកមកលេងបន្ថែមដើម្បីឲ្យសាច់គោកិច្ចនេះកាន់តែមានជាតិហើយក្លិនឈ្ងុយទៀតបងប្អូនចាប់សាច់បែបរៀងក្តៅក្តៅស្រាវជាមួយនឹងទឹកជ្រលក់តាហ៊ូមកជាពិថាមានជាតិណាបងប្អូនអើយជាពិសេសហាមុខម្ហូបនេះញ៉ាំបែបរៀងក្តៅក្តៅអញ្ចឹងមានហាក់អនុមានខ្លះសេតិចអញ្ចឹងទៀតមកគឺថាត្រូវនឹងមុខម្ហូបនេះមែនទែនអញ្ចឹងហើយសម្រាប់បងប្អូនថ្ងៃចុងសប្តាហ៍បើសិនជាអត់តន់នឹងមុខម្ហូបឃើញដើម្បីញ៉ាំជុំគ្រួសារកុំភ្លេចធ្វើមួយមុខនេះញ៉ាំផងរសជាតិដូចសាច់គោតកួនអញ្ចឹងគ្រាន់តែថាគោកិច្ចគឺយើងមានបន្លែរៀងចម្រុះមុខគឺខ្ញុំមានដូចជាកូនស្បៃបបកផ្សិតផ្លូវមាន់ផ្សិតម្ជុលតាពាំងបារាំងហើយតួអង្គសំខាន់ជាងគេគឺតកូននេះបងប្អូននៅនិយាយពីថាចាប់ជាមួយនឹងសាច់គោរៀងទន់ទន់ឈ្ងុយជាមួយនឹងក្លិនប័រទៀតតើបានទឹកជ្រលក់តាហ៊ូអញ្ចឹងគឺញ៉ាំទៅឈ្ងុយឆ្ងាញ់មែនទែនសាច់គោហើយនឹងបន្លែពេលដែលប៉ះជាមួយនឹងក្លិនប័រនិយាយពីថាបកាក្លិនឈ្ងុយណាស់ហើយគូផ្សំជាមួយនឹងទឹកជ្រលក់មានពីរមុខអញ្ចឹងទៀតទៅបងប្អូនអើយនិយាយពីថាញ៉ាំទៅឡើងជក់មាត់ហ្មងណាទឹកអំបិលម្រេចក៏ឆ្ងាញ់បានជាមួយនឹងទឹកតាហ៊ូដូចគ្នាទៀតទៅគឺត្រូវជាតិគ្នាមែនទែនអញ្ចឹងហើយសម្រាប់បងប្អូនបើសិនជាចាប់អារម្មណ៍មុខម្ហូបនេះកុំភ្លេចធ្វើជូនគ្រួសារញ៉ាំផងណាចាការបង្ហាញមុខម្ហូបរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយអរគុណពងទាឆាម្រះព្រៅនេះញ៉ាំបើចាំថាដើមខែឬក៏ចុងខែអីទេបងប្អូនចង់ធ្វើពេលណាញ៉ាំក៏បានដែររសជាតិបែបរៀងជូរអែមហឹរតិចតិចរីឯស្លឹកម្រះព្រៅដាក់រៀងច្រើនចឹងទៀតគឺថាបការរសជាតិឆ្ងាញ់មែនទែនពងទាខ្ញុំទិញមកថ្ងៃនេះអស់5គ្រាប់ហ្នឹងតែ2500រៀលទេបងប្អូនធ្វើឲ្យញ៉ាំបានឡើងមកផ្ទះហ៎ពងទាខ្ញុំទិញមកថ្ងៃនេះនិយាយពីថាបានល្អមែនទេបងប្អូនអើយប៉ះចំពងទាស្រែអញ្ចឹងនិយាយពីថាផ្នែកក្រហមគេឡើងពណ៌ទឹកក្រូចហ្មងណាពេលដែលយើងចៀនបែបរៀងភ្នៅភ្នៅអញ្ចឹងបានឆាឆ្ងាញ់នៅពេលដែលខ្ញុំចៀនពងទារួចហើយស្រង់វាទុកបន្លែសិនងាកមកមើលការធ្វើរបស់ខ្ញុំជាបន្តទៀតដាក់ប្រេងឲ្យក្តៅដាក់ខ្ទឹមនិងម្ទេសដែលខ្ញុំបុករួចហ្នឹងយកវាមកលេងបែបនេះយើងលេងចោះលេងឡើងមើលតែខ្ទឹមឡើងក្លិនឈ្ងុយគឺខ្ញុំចាប់ផ្ដើមដាក់ថែមស្ករត្នោតនឹងចូលតាមក្រោយសម្រាប់រសជាតិឆានេះគឺខ្ញុំចូលចិត្តឆាជាមួយស្ករត្នោតជាងស្ករសបងប្អូនដោយសារតែស្ករត្នោតគឺវាមានក្លិនឈ្ងុយនៅពេលដែលខ្ញុំកូរស្ករមើលថាវាឡើងពណ៌ជើងក្រងហើយចាក់ទឹកត្រីចូលប្រេងខ្យងប៊ីចេងហើយនិងម្សៅស៊ុបនិយាយទៅគឺយើងលៃលើគ្រឿងផ្សំទាំងអស់នេះមើលតាមបរិមាណពងទាដែលយើងឆាហ្នឹងមកណាចារីឯទឹកអំបិលទុំវិញគឺខ្ញុំថែមចូលចំនួន2ស្លាបព្រាបាយទៀតបន្ទាប់ពីខ្ញុំដាក់ទឹកអំបិលទុំចូលរួចហើយគឺខ្ញុំកូរគ្រឿងទាំងអស់នេះឲ្យវាចូលជាល្បាយតែមួយសិនបានដាក់ពងទានឹងយកមកឆាក្លុកជាមួយគ្នាតែម្ដងនិយាយទៅពេលដែលយើងដាក់ពងទាចូលយើងក្លុកវាឲ្យញាប់ដៃតិចមកដើម្បីឲ្យសាច់ពងទានេះវាល្មួតខាំជាប់ជាមួយនឹងគ្រឿងផ្សំនឹងហ្មងណាបងប្អូនរយៈពេលនៃការឆារបស់ខ្ញុំនេះប្រើពេលត្រឹមតែ5នាទីទេគឺវាចូលសព្វជាមួយនឹងគ្រឿងផ្សំបានល្អហើយរួចបានខ្ញុំដាក់ស្លឹកម្រះព្រៅចូលតាមក្រោយពេលដែលដាក់ស្លឹកម្រះព្រៅចូលខ្ញុំក្លុកវាចុះឡើងត្រឹមតែ3ទៅ4ត្រឡប់ទៀតគឺដូចយកមកញ៉ាំបានហើយនិយាយទៅរសជាតិនេះបងប្អូនរសជាតិក៏ឆ្ងាញ់រីឯក្លិនហ្នឹងក៏ឈ្ងុយទៀតក្លិនឈ្ងុយចេញពីស្លឹកម្រះព្រៅផងគួបផ្សំនឹងក្លិនខ្ទឹមដែលយើងឆានឹងទៀតទៅនិយាយពីថាញ៉ាំជាមួយនឹងសាច់ពងទារសជាតិបែបរៀងជូរហឹរប្រៃផ្អែមគឺឆ្ងាញ់មែនទែនយើងដាក់ទៅលើបាយរៀងដួសមកក្តៅគឺមានជាតិណាស់ហើយសម្រាប់មួយមុខនេះបើសិនជាបងប្អូនខ្លះក៏អត់ចេះញ៉ាំម្ទេសទេបើចាំដាក់ម្ទេសដូចខ្ញុំចឹងក៏បានដែរប្រើម្ទេសអីផ្សេងទៅដោយសារតែខ្ញុំចូលចិត្តបែបរៀងហឹរចឹងខ្ញុំប្រើម្ទេសដៃនាងយកមកបុកពងទាឆាម្រះព្រៅនេះពេលដែលខ្ញុំធ្វើឆ្អិនហើយបងប្អូនអាផ្នែកក្រហមនៅខាងក្នុងហ្នឹងអត់ឆ្អិនទេគឺខ្ញុំធ្វើបែបនៅភ្នៅអញ្ចឹងមានជាតិណាបងប្អូនអើយនិយាយពីថាញ៉ាំចូលក្នុងមាត់ទៅឡើងខ្ទិះឈ្ងុយមែនទែនអញ្ចឹងហើយកុំភ្លេចធ្វើរសជាតិនេះញ៉ាំផងណា